CPP គាត់ភ័យពេកម្ចាស់អង្គគាត់ភ័យឥឡូវនេះគាត់ភ័យយកតែមែនតែនមកប្រហែលលោកគ្រូរងឈុនមួយបងប្អូនមើលបើដំណើរគាត់ដើរកតុករកសាមញ្ញប្រជាជនដែលមើលទៅជាប្រជាជនសាមញ្ញដោយអត់មានរឹកពីអីនិយាយចំគឺស្មាទោសបើនិយាយពីប្រជាជនខ្មែរគឺថាលោកគ្រូរងឈុននេះគឺមហាសាមញ្ញគឺហើយទីបំផុតឡើងលោកហ៊ុនសែនខ្លាចគាត់ដល់ប៉ុណ្ណឹងបងប្អូនអត់ជឿហើយសំបីតែប្រពន្ធកូនអីអត់មានផ្ទះសំបែងនឹងក៏អត់ដែរត្រូវគេដកខ្ទេចខ្ទីអីអស់អញ្ចឹងមនុស្សសាមញ្ញហើយដែលប្រជាជនគ្រាន់តែចាប់គ្រប់ត្រលោកគ្រូរងឈុនមិនមែនទៅចាប់ទេណាតាំងពីគាត់នៅជាប្រធានសមាគមគ្រូបង្រៀនហើយក្រោយឡើងគាត់คล้ายទៅជាកោជបរបស់គណៈកម្មការបោះឆ្នោតហើយគណៈកម្មការបោះឆ្នោតបងប្អូនដឹងហើយបើសិនជាគាត់គ្រាន់តែសងំនៅជាមួយគេនឹងមានលិចស៊ីមានលុយប្រាក់ខែអីហ្នឹងគឺថាគឺហាគ្រប់គ្រាន់ក៏ប៉ុន្តែដោយស្មារតីស្រឡាញ់ជាតិដែលយើងមើលឃើញទាំងអស់គ្នាមិនមែនខ្ញុំទេណាគឺបងប្អូនមើលឃើញទាំងអស់គ្នាអញ្ចឹងមកដល់ថ្ងៃនេះឥទ្ធិពលនៃការលះបង់របស់គាត់ធ្វើឲ្យរបបលោកហ៊ុនសែនខ្លាចមែនទែនអានឹងគ្រាន់តែចាប់ផ្ដើមបន្តិចៗណាបងប្អូនអញ្ចឹងឥឡូវមានគ្នា10នាក់ទេទៅចូលប៉ុន្តែបងប្អូនជួយ share បន្តិចទៅដើម្បីឲ្យគាត់បានចូលរួមឲ្យកាន់តែលឿនបន្តិចហើយខ្ញុំនឹងចង់បកស្រាយតាក់ទងជាមួយនឹងសារដីការបស់សាលាកំពូលតឡាការកំពូលបាទធាពងម្ចាស់អង្គធាពងអរគុណ 100% សាមឿនរបបឆ្កែយួនខ្លាំងបានតែនៅលើខ្មែរឯងយួនសៀមសម្រុកយកទឹកដីពួកវាមិនខ្វល់តែឈួតនឹងអំណាចយកអំណាចសម្រាប់ខ្មែរបំរើយួនឈឺចាប់សាមឿនគឺអ្វីដែលសាមឿននិយាយនេះគឺមិនមែនត្រូវទេណា 100% ហើយចង់លើ 1000% ណាបងប្អូនណាគឺគេអត់ខ្វល់អីទាំងអស់មកដល់ពេលនេះគេគិតពីអំណាចហើយងាប់ឯណាងាប់ទៅតែអានេះជាគោលបំណងរបស់គេដែលគេរៀបចំណាឲ្យលោកហ៊ុនសែនកាន់អំណាចគឺដើម្បីអានឹងដើម្បីធ្វើអញ្ចឹងក្រៅពីហ៊ុនសែនសំបីតាប៉ែនសវណ្ណក៏ប៉ែនសវណ្ណអត់ធ្វើឆ្កែគេមកដល់តាច័ន្ទស៊ីអត់ធ្វើឆ្កែគេសុកចិត្តស្លាប់ខ្លួនណាហើយគេរក្សាបានលោកហ៊ុនសែនគឺថាចំតួតែម្ដងបងប្អូនមើលទៅណាអុកសុភ័ក្រជម្រាបសួរបងជិះទៅវត្តបទុមឃើញម៉ូតូប៉ូលីសបិទមុខច្រើនចាំរៀបរៀងលោករងឈុនបងអន់ដល់ប៉ុណ្ណឹងណាអន់មែនតើអន់យកតែមែនតើធៀបពងណាណាណេតសួស្ដីណានិតបាទធៀបពងបាទបងផាលីសួស្ដីបងវណ្ណៈសួស្ដីពីចម្ងាយម្ចាស់អង្គរ I'm so mad to see and hear that the CPP monkey court decision to condemn Purongchun for prison has as I get he to charge his innocent act វាខ្លាចដល់ប៉ុណ្ណឹងអញ្ចឹងដល់តិចទៀតខ្ញុំបកស្រាយតាក់ទងជាមួយនឹងសាធិការនេះឲ្យបងប្អូនបានស្ដាប់ណាសង្ឃឹមថ្ងៃមួយសួស្ដីបាទអូខេអញ្ចឹងមានគ្នា16នាក់ចូលហើយខ្ញុំបកណ្ណាសាវរាស៊ីសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈពីចម្ងាយថ្ងៃនេះគឺជាថ្ងៃទី19ថ្ងៃដ៏ពិសេសវិសាលថ្ងៃដែលបើនិយាយទៅថ្ងៃដែលយើងមានការឈឺចាប់ដោយសារគេកាត់ក្តីលោករងឈុនដែលរងអំពើអយុត្តិធម៌ហើយមិនមែនឈឺចាប់តែពួកយើងទេគឺទូទាំងប្រទេសខ្មែរណាក៏ឈឺចាប់លើកលែងតែក្រុមអាយ៉ងក្រុមបាវបំរើជាពិសេសគឺក្រុមមីឌារបស់ CPP ណាដែលស្រែកបំពុលខ្មែរបំផ្លាញជាតិខ្មែររាល់ថ្ងៃនេះខ្ញុំមិនរើសអើងទេ
តែពួកគាត់ដែលឡើងមកនិយាយនៅលើវេទិកាសុទ្ធសឹងតែជាកូនបរទេសដែលកើតនៅលើទឹកដីខ្មែរណាឡៅពូលីនជារៀបសួរកើតនៅលើទឹកដីខ្មែរគេឲ្យក្រុមនោះកូនរបស់គេនោះដើម្បីឡើងមកបំពល់សង្គមឡើងមកធ្វើបាបខ្មែរហើយនៅក្នុងស្រុកបងប្អូនឃើញហើយទាំងសារព័ត៌មានត្រពងឬមួយក៏មិនត្រពងអត់ហ៊ានបញ្ចេញសារណាមួយទេអញ្ចឹងបងប្អូនដែលនៅខាងក្រៅដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដែលជាអ្នកមើលឃើញនៅអំពើអយុត្តិធម៌នៅក្នុងស្រុកខ្ញុំអត់មាននៅក្នុងគណៈបកអីជាមួយរងឈុនអីអត់ទេក៏ប៉ុន្តែគណៈបកណាក៏ដោយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដមិនមែនបង្កើតគណៈបកដើម្បីទៅត្រពង CPP ខ្ញុំគាំទ្រពីចម្ងាយខ្ញុំមើលអំពើអយុត្តិធម៌ខុសគឺខ្ញុំត្រូវតែនិយាយខុសអញ្ចឹងថ្ងៃនេះបងប្អូនឃើញហើយថ្ងៃទី19ពេលព្រឹកបើតាមខ្ញុំចាំវេលាម៉ោង8ถึงម៉ោង9ព្រឹកឃើញសារដីការបស់តុលាការអាយ៉ងតុលាការដែលបំផ្លាញជាតិខ្មែរហើយបើមើលនៅក្នុងតុលាការកម្ពុជាទាំងតុលាការដំបងតុលាការអូតូនិងតុលាការកម្ពុជាសុទ្ធសឹងតែជាកូនបរទេសដែលបានរៀននៅលើទឹកដីខ្មែរហើយកើតឡើងលើទឹកដីខ្មែរបំរើផលប្រយោជន៍អាយ៉ងដើម្បីលេបទឹកដីខ្មែរតាមវិធីមួយគេហៅថាច្រេះស៊ីដៃអញ្ចឹងថ្ងៃនេះខ្ញុំមើលឃើញអំពើអយុត្តិធម៌របស់តុលាការចង់បញ្ចប់បងប្អូនអញ្ចឹងហើយបាននៅក្នុងវិធានបទខ្ញុំថ្ងៃនេះគឺថ្ងៃទី19ខែ6 2026ថ្ងៃនេះគឺជាថ្ងៃមួយដែលបងប្អូនយើងប្រជាពលរដ្ឋទូទាំងពិភពលោកដែលយើងចង់ឃើញខ្មែរផ្សះផ្សាជាតិដែលសង្គ្រាមថៃកំពុងតែឈ្លានពានទឹកដីយើងចិត្ត supply កន្លែងតែរបបទីក្រុងភ្នំពេញគឺរបបលោកហ៊ុនសែនដែលកើតចេញពីក្មេងវត្តឥឡូវនេះដេញទាត់ក្មេងឃ្វាគោដោយខ្លាចបាត់អំណាចខ្លាចបាត់កៅអីដូចឆ្នាំ2013កាលដែល2013លោកហ៊ុនសែនតែងតែប្រកាសមុនបោះឆ្នោតការរួមគ្នារវាងលោកកឹមសុខាដែលមកពីគណៈបកសិទ្ធិមនុស្សជាមួយនឹងលោកប្រធានសំរងស៊ីដែលមកពីគណៈបកភ្លើងទៀនគឺជាក្អាប់ចូលនៅក្នុងក្អមអញ្ចឹងស្រែកនៅក្នុងក្អមដល់ថ្ងៃបោះឆ្នោតឈ្នះភ្លុកទឹកភ្លុកដីលោកហ៊ុនសែនភ័យស្លន់ស្លោបិទទូរទស្សន៍បិទភ្លើងស្រែកថាដាច់ភ្លើងទូរទស្សន៍បើកឡើងមកវិញឲ្យរដ្ឋមន្ត្រីក្រសួងឃោសនាការគឺលោកស្អីកែណែស្អីបញ្ញរិទ្ធនោះប្រកាសថាគណៈបកសង្គ្រោះជាតិបាន55កៅអីគណៈបកប្រជាជនបាន63កៅអីអានឹងគឺជាការលួចប្លន់ដោយបិទមុខដល់ឥឡូវនេះនៅពេលដែលលោករងឈុនគ្រាន់តែមនុស្សម្នាក់ដែលអត់មានសិទ្ធិធ្វើនយោបាយអត់មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតអត់មានសិទ្ធិទៅបោះឆ្នោតឲ្យគេក៏លោកហ៊ុនសែនខ្លាចដែរលោកហ៊ុនសែនពីដើមគាត់ប្រកាសថាគាត់ជាក្មេងវត្តហើយខ្ញុំចាត់ទុកលោកគ្រូរងឈុនហាក់បីដូចជាក្មេងឃ្វាគោបែរទៅជាក្មេងវត្តដេញទាត់ក្មេងឃ្វាគោដោយគ្រាន់តែខ្លាចអំណាចក្មេងឃ្វាគោបងប្អូនពិចារណាពីដើមឡើងលោកហ៊ុនសែនថាខ្លាចលោកសំរងស៊ីដោយលោកសំរងស៊ីមានចំណេះណាមានឆន្ទៈស្រឡាញ់ជាតិស្នេហាជាតិឥឡូវដេញលោកសំរងស៊ីចេញមកខាងក្រៅហើយឥឡូវគ្រាន់តែឋានៈលោករងឈុននៅខាងក្នុងខ្លាចដល់លោករងឈុនទៀតអន់ម្លេះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតរៀនដល់សាលា West Point ណាសញ្ញាបត្រលោកគួរតែគេអញើតគួរតែគេខ្លាចមកខ្លាចលោករងឈុនដែលជាគ្រូបង្រៀនកតុករកមួយលោកខ្លាចដែរហ៎លោកពិចារណាមើលលោកចំណេញបានអីសមត្ថភាពទាំងឪទាំងកូនបើពីមុនដឹកនាំតឪអានឹងវាសំថាវាខ្លាចឯកឧត្តមសំរងស៊ីឥឡូវដឹកនាំទាំងឪដឹកនាំទាំងកូនបោកចូលគ្នាទីបំផុតមកខ្លាចលោករងឈុនណាខៀវកញ្ញរិទ្ធបាទសំទោសយូរចង់ភ្លេចណាលោកខៀវកញ្ញរិទ្ធដែលជារដ្ឋមន្ត្រីក្រសួងឃោសនាហ្នឹងយកឡើងមកប្រកាសតែម្ដងណាលួចគេដោយអយុត្តិធម៌ឥឡូវនេះមិនទាន់ដល់ពេលបោះឆ្នោតផងលោកហ៊ុនសែនដើរឃោសនារួចបាត់ទៅហើយ
ឃោសនាតាក់ទងនឹងអីឲ្យគណៈបកប្រឆាំងចេញសារនយោបាយមកសារនយោបាយនេះឯងគ្មានអីក្រៅពីជំរុញឲ្យរដ្ឋាភិបាលវាយប្រទេសថៃយកដីវិញផេះអ្នកណាអ្នកនិយាយពីដើមឡើងមកគ្មានអ្នកណានិយាយពាក្យថោកទាបនឹងទេអ្នកប្រជាធិបតេយ្យទាំងក្នុងទាំងក្រៅស្រុកបងប្អូនគ្មានអ្នកណានិយាយពាក្យថោកទាបថាឲ្យលោកហ៊ុនសែនធ្វើសង្គ្រាមជាមួយថៃអត់មានតតសោះលោកហ៊ុនសែនប្រកែកស្បត់ណាអាសាស្បត់ងាកស្បត់ងាកស្បត់ឥឡូវថ្ងៃនេះសាវរាស៊ីឲ្យលោកហ៊ុនសែនស្បត់ស្លាប់តនហំដូចគ្នាណាខ្ញុំអត់ដែរនិយាយស្បត់មួយលោកហ៊ុនសែនទេតែដោយសារលោកហ៊ុនសែនគាត់ចូលចិត្តស្បត់ថ្ងៃនេះសាវរាស៊ីឲ្យលោកហ៊ុនសែនស្បត់តនហំមកហើយយកសារសម្លេងថ្នាក់ដឹកនាំណាមួយដែលថាឲ្យលោកហ៊ុនសែននឹងជំរុញឲ្យរដ្ឋាភិបាលចេញមកធ្វើសង្គ្រាមតវ៉ាជាមួយថៃយកសារហ្នឹងមកបើមានសារថ្នាក់ដឹកនាំណាម្នាក់នៅក្នុងគណៈបកសង្គ្រោះជាតិក៏ដូចជារដ្ឋាភិបាល$23ខ្ញុំសាវរាស៊ីលាតម្ដែងឈប់ធ្វើនយោបាយតទៅទៀតយកសារហ្នឹងមកលោកហ៊ុនសែនមិនស្បត់ក៏ភ្នាល់ជាមួយខ្ញុំទៅខ្ញុំសុកចិត្តធ្វើនយោបាយហើយខ្ញុំគ្រប់គ្រងលោកហ៊ុនសែននៅពេលដែលមានសារថ្នាក់ដឹកនាំកម្ពុជារបស់អ្នកនយោបាយក្រៅប្រទេសក៏ដូចជាក្នុងប្រទេសដែលជំរុញថាឲ្យលោកហ៊ុនសែនធ្វើសង្គ្រាមលោកខ្លួនឯងបញ្ឆេះសង្គ្រាមឲ្យកើតឡើងគឺដោយសារលោកទីបំផុតលោកធ្វើសង្គ្រាមចាញ់គេកាត់យកទឹកដីអស់ប្រជាជនថ្កោលទោសលោកទូទាំងប្រទេសទូទាំងពិភពលោកកលាច់ត្រឡប់មកវិញថាក្រុមជ្រុលនិយមជំរុញឲ្យមានសង្គ្រាមនៅកម្ពុជាអន់ម្លេះមានសិទ្ធិចម្រៀងមួយគេហៅថាអន់ម្លេះគណៈបកប្រជាជនអន់ម្លេះលោកហ៊ុនសែនអន់ម្លេះលោកហ៊ុនម៉ាណែតអន់ម្លេះអន់ណាធ្វើនយោបាយអន់បែបហ្នឹងមិនគួរខ្លាយទៅជាអ្នកដឹកនាំទេលោកអាសព100ជាតិទៀតក៏មិនអាចខ្លាយទៅជាអ្នកដឹកនាំបើសិនជាគ្មានបរទេសបន្ទប់លោកអានេះនិយាយពិតថ្ងៃហ្នឹងបើគ្មានបរទេសគឺយួនអ្នកបន្ទប់លោកទេម្លេះលោកអាសព100ជាតិទៀតក៏អត់បានជានាយករដ្ឋមន្ត្រីដែរហើយដែលគេបន្ទប់លោកនេះគឺដោយសារដួងចិត្តរបស់លោកបកែខាងបំផ្លាញខ្មែរនិងសម្លាប់ខ្មែរណាក៏ដោយឲ្យតែលោកបំរើឲ្យគេឲ្យធ្វើអីលោកធ្វើនឹងចង់បញ្ចប់ខ្លាចលោកប្រធានសំរងស៊ីដោយខ្លាចតាំងពីសម្លេងខ្លាចតាំងពីវត្តមានពិតប្រាកដឥឡូវមកខ្លាចកម្មសខាហើយចង់បញ្ចប់មកខ្លាចលោកគ្រូរងឈុនទៀតបងប្អូនពិចារណាសំបីលោកគ្រូរងឈុនដើរតែកវ៉ាត់ក៏ខ្ញុំអត់ទាន់ដែរឃើញលោកគ្រូរងឈុនពាក់ហ៎និយាយអស់ណាសឹងតែខ្សែកវ៉ាត់ស្បែកជើងនឹងក៏ប្រហែលតម្លៃតែ$10 $20ទេសាមញ្ញជាទីបំផុតតែមកខ្លាចចឹងបានថ្ងៃនេះខ្ញុំដាក់ពាក្យមួយម៉ាត់ក្មេងវត្តដេញទាត់ក្មេងខ្វៀលគោដោយខ្លាចបាត់អំណាចជាពិសេស2027និង28នេះហើយបើខ្ញុំស្ដាប់គេឲ្យការមកសុំបីតែគណៈបក CPP ជាពិសេសស្នងការខេត្តគេបាននិយាយគ្នាថាកុំខ្លាចភ្លើងទៀនភ្លើងចន្លោះត្រៀមខ្លាចពូល7នឹងមានអធិពលណាស់អានឹងខ្ញុំធ្លាប់ឮអញ្ចឹងគេឲ្យពីក្នុងមកគឺអញ្ចឹងហើយបានលោកហ៊ុនសែនគាត់ខ្លាចអំណាចលោករងឈុនឥឡូវបងប្អូនសាដីកាដែលព្រឹកមិញនេះគេបានបញ្ចេញអីខ្លះទី1ព្យួរទោសលោករងឈុនរយៈពេល3ឆ្នាំបានន័យថាគេអត់ចាប់គាត់ដាក់គុកទេតែគេព្យួរទោសរបស់គាត់3ឆ្នាំនឹងធ្វើអីខ្លះបំរាមដកសិទ្ធិនយោបាយលោករងឈុនទី1មិនអោយគាត់ដើរចេញពីទីក្រុងភ្នំពេញសាហាវឯងបងប្អូនសាហាវឯងលោកកម្មសខាគេបើកឲ្យលោកដើរទូទាំងប្រទេសខ្មែរលោករងឈុនគេឲ្យតែនៅមកកវល់ទីក្រុងភ្នំពេញទេចេញតាមខេត្តអត់បានហើយបើចេញតាមខេត្តអត់បានបរទេសគេឲ្យចេញទេអត់ដូចគ្នាណាឈឺចាប់ឯងបងប្អូន
ពិចារណាទេអ្នកប្រជាធិបតេយ្យមើលឃើញឲ្យចំណុចហ្នឹងមិនបានគេមកដកសិទ្ធអត់ឲ្យបោះឆ្នោតឲ្យគេអត់ឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតអត់ឲ្យបញ្ចេញសារនយោបាយខ្លាចដល់ប៉ុណ្ណឹងណាបងប្អូនហ៎ខ្លាចសំលេងដល់ក្រអួនរបស់លោករងជនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតខ្ញុំអត់ដឹងថាអន់ប៉ុណ្ណឹងអន់ម្លេះអន់ណាសារលោករងជនមានអីដែលថាខ្លាំងខ្លាជាងសម្ដេចនោះពួកសម្ដេចដែលអួតណាសំលេងសត្វរាជកសីសំលេងរាជកសីក្មេងខ្វៀលគោអត់ឲ្យក្មេងវត្តមកខ្លាចសំលេងធម្មតារបស់ក្មេងខ្វៀលគោអន់ណាស់សម្ដេចខ្ញុំឲ្យសម្ដេចថាអន់អញ្ចឹងហ្មងណាខ្លាចសម្ដេចស្រែកថាសំលេងរាជកសីហើយមិនសំបីតែសំលេងរបស់លោករងឈុនក៏ខ្លាចដែរណាសម្ដេចពិចារណាម្ដងទៀតសាវរាស៊ីពីប្រទេសញូហ្សេឡង់សូមផ្ញើសារទៅជូនសម្ដេចពុកកុំឲ្យខ្លាចលោកគ្រូរងឈុនអីសំលេងរាជកសីត្រូវខ្លាចកុំខ្លាចអ្នកណាឲ្យសោះអានេះបានជាអ្នកកីឡានេះបានជាអ្នកនយោបាយជាន់ខ្ពស់ហើយបើខ្លាចសំលេងរាជមិនមែនរាជកសីរបស់លោកគ្រូរងឈុនផងក៏ខ្លាចដែរសម្ដេចគួរអ្នកណាគេជឿសម្ដេចតទៅទៀតណាអញ្ចឹងបំរាមទី1ដកសិទ្ធអត់ឲ្យធ្វើនយោបាយ5ឆ្នាំបងប្អូនអត់ឲ្យឈរឈ្មោះឲ្យគេបោះឆ្នោតអត់ឲ្យបោះឆ្នោតឲ្យគេអត់ឲ្យបញ្ចេញសារនយោបាយទៀតណាហើយអត់អាចដើរចេញទៅខេត្តបានទេឲ្យទៅនៅទីក្រុងភ្នំពេញអានេះហើយគេហៅដាក់គុកអត់ជញ្ជាំងបងប្អូនណាមិនឲ្យផ្ញើសារនយោបាយមានន័យថាបិទសម្លេងដែលមិនមែនជារាជកសីលោកហ៊ុនសែនសម្លេងលោកសម្លេងរាជកសីដែលលោកអួតថាលោកសម្លេងរាជកសីខ្មាស់សម្ដីសម្លេងអ្នកខ្វៀលគោម្នាក់សុតសាតចឹងបានថ្ងៃនេះវិធានបទរបស់ខ្ញុំមកសម្ដេចណាក្មេងវត្តដេញទាត់ក្មេងខ្វៀលគោណាដោយស្រែកបិទសម្លេងក្មេងខ្វៀលគោចុះសម្លេងរាជកសីទៅណាដែលមិនបានខ្លាចណាហើយអត់ឲ្យចេញក្រៅប្រទេសហើយទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលណាដែលចិត្តកន្លែងលោករងឈុននៅរៀងរាល់ខែបងប្អូនពិចារណាលោកហ៊ុនសែនហើយមិនបានខ្លាចសំបីតែលោករងឈុនថាពីដើមទៅខ្លាចឯកឧត្តមសំរងស៊ីដែលគាត់មានឧត្តមគតិគាត់មានចំណេះដឹងគាត់ចេះភាសាគ្រប់ទាំងអស់សពបែបសពយ៉ាងលោកសំតខ្លាចព្រោះលោកក្មេងវត្តណាដល់ឥឡូវនេះក្មេងវត្តដល់ខ្លាចក្មេងខ្វៀលគោទៅទៀតពីដើមលោកប្រធានសំរងស៊ីចាត់ទុកថាគាត់ជាបញ្ញវន្តចាត់ទុកថាគាត់ជាអ្នកអភិជនព្រោះដោយសារគាត់កើតឡើងមកឪពុកម្ដាយគាត់នោះសិតសឹងតែមន្ត្រីរាជការកម្ពុជាលោកតាគាត់នោះក៏ជាឋានៈខ្ពង់ខ្ពស់ហើយគាត់នឹងគឺជាស្មាតោបើនិយាយពីដើមគេហៅឧត្តមមន្ត្រីហើយលោកនឹងវាធ្លាប់ខ្វៀលក្មេងវត្តអានឹងខ្លាចលោកប្រធានសំរងស៊ីដល់ឥឡូវមកខ្លាចលោករងឈុនទៀតហើយបើពីមុនលោកដឹកនាំតែឯងអានឹងថាលោកខ្លាចទៅចោះឥឡូវនេះដឹកនាំទាំងឪដឹកនាំទាំងកូនបន្តិចទៀតដឹកនាំទាំងចៅហើយលោកនៅខ្លាចម្លឹងអញ្ចឹងនៅពេលដែលដឹកនាំទាំងឪទាំងកូនខ្លាចរងឈុនបែបដឹកនាំទាំងចៅហេងសុយខ្លាចសាវរាស៊ីទៀតហើយបើអត់ខ្លាចសាវរាស៊ីដកមកជីខ្មៅពីសាវរាស៊ីទៅសាវរាស៊ីចូលស្រុកមិនយ៉ាងបងប្អូនបើកឲ្យសេរីភាពទូទៅសាវរាស៊ីចូលធ្វើនយោបាយនៅក្នុងស្រុកមានអីត្រូវខ្លាចគេម្លឹងសម្ដេចពកសម្ដេចបវរបាត់ដីបើកសេរីភាពទៅឡើងលើរិញវាយគ្នាលើរិញកុំឲ្យចោះមកដាល់គ្នានៅខាងក្រោមអត់ណាថ្ងៃនេះខ្ញុំប្រកាសថាឪពុកហើយនឹងកូនអត់មែនទេខ្លាចដល់លោកគ្រូរងឈុនហើយអត់មែនទេអត់មែនទេបងប្អូន
อีน่าสำได้ริกใส่ลูกนะบางคนพิจารณามือบัดสมัยแต่ลูกรองชนเอาได้ตาขนมปฏิฮะอันนึงใส่เก้กำห้องใส่เก้ได้ลูกรองชนบานสร้างแต่เมื่อปรุงประตูเราเวียงขมายหนึ่งไทยขมายหนึ่งยวนตลอดมาวิ่งเมียนโตลูกประเทียนสามรังสีแต่ดอประโกลได้ยวนบ่ประโกลอาศัยมาเติมข้อฉบับดังลูกสามรังสีเจงกระครับบัดอัดเอาเกทวนอยู่ใบระบอบไอ้ก็อ่อนมาเลยคลาดเกดอลปะปนังฮะลีลุยทบาโกลมาดอลเป็นนี่ขมาดังถ่าลูกคนแซนอยู่บนลูกคนมาไหนคลาดลูกรองชนดอลปะปนังให้ซอยนั่งแต่ลูกรองชนก่อนนะจีลานั่งแต่ไปให้นั่งก็รุบคลาดลูกรองชนเตี้ยแต่ไปนะบางพลีคลาดบานแต่ขมายขณีไอ้นั่งป้ากดคลาดบัดใส่เพียบเกบายกวดเฮียนกรอนบายเนาะไทยกับปงยอดได้ขมายจัดสปายกันหลายเนาะสโตรต่อตังจมูกขมายเอาจมูกไทยเด้อให้ยืนดังใช่ปะถ้าไทยคือจิตจุนเฉลียนเปลี่ยนได้มาเฉลียนเปลี่ยนตึกในกัมพูชียืนชูจับเนี่ยได้ในเยธาเนี่ยจุลนิยมนาวกราวก่อนตรไทยสโรเบ้าจีไปใส่ลูกคุณใส่ในเยเบ้าปลาเรียบางพงพิจารณาพอลีเอ็นคลังบ้านแต่ขมายนี่ไอ้ตรงๆนะลูกคุณใส่บ้านแต่ขมายนี่ไอ้ได้บางพงมีนเฮียนจมูกเกเต้ลีลุยทั้งโกลสำเร็จอย่างนี้ก็ใส่อัดพี่อมเห็นปลาเปียนั่นไงก่อนท่าทมอกูเจงเปียหนึ่งมาหายโดยซอบเนาะฮะ CMP ลาวบาทเบียมเชียมปลุกดักเกตำเต้าสังคมทั้งไงมวยหุ่นไซในเราคลายแจงสมเอากระดาปะประชังเติบคอมไซกำเรียมเงือบมวยไวมวยนู่นน่ะกดคลายอาเปียกำเรียมนึงนะแล้วบางพวกพิจารณากระดาปะประชังเมียนไอเกอตตาเต้ตั้งมันไตรคุมสังกัดเตียงประเทียนสรกกรมรักษาสรกกรมรักษาแคทระบาดคณะปะประชังสู้เมียนไอเกบางพวกเนี่ยคลาทั้งซึ่งน่ะมาโตชี้ของเมียนพอนะตีบ่มพอดแรงกดคลายคณะปะประชังแต่กดคลายจากคณะปะประชังนาเปิดประกอบไปบางพวกกรมลายกรมตะตุบเชิงไกรกดไม่คลายเลยเลยเธอเต้ากดประกาศด้วยไอ้คณะปะหน้าก็ได้เอาแต่เหมือนจ้องบ้านอำนาจเหมือนจ้องประดูรุมลุ่มระบอบกรูซาลูกคุณแสนกดบาดศึกสลายพีบเอาตามจัดบางคนมือคำวิสนากดเพื่อนโยบายกดประกาศคณะปะแต่กดประกาศถ้ากดอดเมียนจ้องต่อบ้านนาไอตีจังประชาชนในเนี่ยความตรมาจุ่มนวลบอชนาโดยกดสำเร็จชนาโดยกดอยู่ตัวลูกโอเคอ๋อเนี่ยจังลูกคุณแสนบ้างมาสไลเนี่ยน่าก็ได้เพื่อนโยบายได้อดจ้องบ้านนายปีกวดจังถือไอเธอเต้าสุใบลูกคำวิสนาได้เชียกันนะประเทียนกันนะปะมวยบังเกิดไอจีปรุมไอปากกาถลิกตึกลิกไอบ้านนี่เย่ปีเข้าฉบับบินหนึ่งเข้าประมาณจวนในบางปนเข้าอย่างไรบางปนเมื่อปีก่อนปีวันนี้กรรมกรได้นาวโกเรได้เชื่อกวดไอ้นั่งตลอดปีโกเรมาวิ่งบัดกาเงี้ยบัดไอ้นั่งสัตย์เกี่ยวบัมพลานโจรวมบัมพลานสังกุมมวยใหญ่เรานึงเป็นตึกเล็กปีสมัยหน้ามาอดชวนจะบอลเป็นประเทศอดเมียนนาถือดังมันตรำปันนั่งคืนหุ้นมานี่หุ้นมานัดไอ้เต่าความตรอโลกคำวิสนาไทยเดียดนั่งให้จินเนี่ยนโยบายได้เฟิร์นโยบายดับใบตุ๊บยื่นกระไรลูกหุ่นใส่กดใบมาใส่แต่คณะปะกำลังเชียดได้ยื่นเมื่อคืนสมาชิกาได้นกน้องคณะปะกำลังเชียดซบสังตายเชียดเดิมอังกอได้ซอลปีคณะปะสังครูเชียดได้กิติ้งมันบานสำลดมันบานวัดตัวโจจมวยกำลังเชียดจังคณะปะไปจีจนกี่เคยกำลังนึงคือเชียร์กำลังเปิดกำลังประชังเปิดประกอบจังเกตเราแต่พยคลายเชียร์ไปใส่ลูกครูรองชนคือเชียร์มานุ่มมาเนี่ยได้อดคลายอดโยนยืด
ជាប់គុកក៏គាត់មិនខ្លាចរឿងអីក៏គាត់មិនខ្លាចអញ្ចឹងហើយដែលគេមានការព្រួយបារម្ភខ្លាំងភ័យណាស់ភ័យរហូតដល់លោកហ៊ុនសែនណាឲ្យតុលាការកំពូលដែលជាអាយ៉ងរបស់គាត់ជាតេឡេរបស់គាត់ណាចេញមកបិទសិទ្ធិធ្វើនយោបាយលោករងឈុនបងប្អូនពិចារណាឥឡូវលោករងឈុនវាទៅជាអ្នកទោសមួយដែលធ្ងន់ជាងលោកកម្មសខាផងលោកកម្មសខាលោកហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិហើយបិទសិទ្ធិលោកកម្មសខាដាក់ទោសលោកកម្មសខាឲ្យជាប់គុកនៅក្នុងផ្ទះណា37ឆ្នាំឥឡូវដោះឲ្យលោកកម្មសខាមានសិទ្ធិដើរទូទាំងប្រទេសតែអត់សិទ្ធិមានធ្វើនយោបាយអត់មានសិទ្ធិឈ្មោះគេបោះឆ្នោតអត់មានសិទ្ធិឲ្យទៅបោះឆ្នោតឲ្យគេដោយលោកគ្រូរងឈុនដែរតែលោកកម្មសខាបានដើរទូទាំងប្រទេសលោករងឈុនបាននៅតែទីក្រុងភ្នំពេញហេតុអីចឹងសូមឲ្យបងប្អូនខ្ញុំថ្ងៃនេះសៅរ៍រាស៊ីសូមអំពាវនាវឲ្យបងប្អូនទូទាំងពិភពលោកទាំងក្នុងនិងក្រៅប្រទេសងើបតស៊ូឡើងតស៊ូទាំងមតិរបស់យើងប្តឹងទៅតុលាការអន្តរជាតិជាពិសេសគឺសហគមន៍អន្តរជាតិមិនមែនតុលាការអន្តរជាតិទេសហគមន៍អន្តរជាតិឧទាហរណ៍ខ្ញុំនៅប្រទេសញូហ្សេឡង់ទំនាក់ទំនងទៅរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសញូហ្សេឡង់ឲ្យតំណែងគេដឹងថាតើរបបផ្ដាច់ការនៅក្នុងប្រទេសធ្វើអីខ្លះគម្រាមកំហែងប្រជាជនយ៉ាងម៉េចខ្លះបិទសិទ្ធិសេរីភាពយ៉ាងម៉េចខ្លះជាពិសេសគឺបិទសិទ្ធិសេរីភាពដល់លោកគ្រូរងឈុនតាក់ទងនឹងធ្វើនយោបាយនេះសូមឲ្យបងប្អូនទូទាំងពិភពលោកគ្រប់ប្រទេសនីមួយៗចេញធ្វើយុទ្ធនាការទាំងអស់គ្នាណាទោះបីជាយើងអ្នកមិននៅក្នុងគណៈបកកម្លាំងជាតិក៏ដោយតែនេះជាអំពើអយុត្តិធម៌មួយនៅក្នុងប្រទេសបើយើងឃើញគណៈបកនៅក្នុងគណៈបកណាមួយនៅក្នុងប្រទេសមានអំពើអយុត្តិធម៌បែបហ្នឹងយើងត្រូវតែចេញប្រតិកម្មជួយគ្នាទាំងអស់ជាពិសេសអំពាវនាវឲ្យបងប្អូនដែលនៅស្រុកបារាំងទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយនឹងប្រធានាធិបតីម៉ាក្រុងដើម្បីជូនដំណឹងដាក់សម្ពាធឲ្យរដ្ឋាភិបាលខ្មែរឲ្យលោកម៉ាក្រុងមុននឹងចុះមកប្រទេសខ្មែរនៅខែ11ដែលមកធ្វើហ្វ្រង់កូកូនីនោះគឺសូមឲ្យលោកម៉ាក្រុងមេត្តាយកសម្ពាធនេះយកទៅដាក់ឲ្យរបបលោកហ៊ុនសែនដោះលែងអ្នកទោសនយោបាយដោះលែងសេរីភាពឲ្យលោករងឈុនមានសេរីភាពក្នុងការធ្វើនយោបាយដូចគេដូចឯងណាសូមឲ្យបងប្អូនធ្វើទូទាំងពិភពលោកខ្ញុំនៅញូហ្សេឡង់នឹងទំនាក់ទំនងជាមួយនឹងរដ្ឋមន្ត្រីការបរទេសដើម្បីជូនដំណឹងឲ្យគេដឹងពីបញ្ហានេះហើយបងប្អូនដែលនៅគ្រប់ប្រទេសទាំងកាណាដាទាំងអាមេរិកទាំងនៅខាងយុរ៉ុបចូលរួមទាំងអស់គ្នាដើម្បីឲ្យផ្អើលពិភពលោកថារបបលោកហ៊ុនសែននេះមិនត្រឹមតែខ្លាចលោកប្រធានសំរងស៊ីទេសូម្បីតែលោករងឈុនក៏ខ្លាចដែរណាសូមឲ្យបងប្អូនចូលរួមទាំងអស់គ្នាធ្វើយុទ្ធនាការហើយបើទោះបីបងប្អូនក៏ដោយខ្ញុំក៏ដោយមិននៅក្នុងកម្លាំងជាតិក៏ដោយយើងឃើញអំពើអយុត្តិធម៌របស់លោកហ៊ុនសែនដែលជាសម្លេងស្អីរាជកសីណាដល់រាជកសីស្អីខ្លាចតាំងពីសម្លេងលោករងឈុនអត់ឲ្យលោករងឈុនថ្លែងកាន់ក្បាលមេក្រូអន់ណាស់លោកហ៊ុនសែនស្មាទោសខ្ញុំថ្ងៃនេះខ្ញុំអត់ដឹងថាសម្ដេចអន់ម្លឹងពីដើមឡើងមកខ្ញុំសុំសរសើរណាបើទោះបីសម្ដេចអត់មានចំណេះវិជ្ជាជ្រៅជ្រះដោយកូនសម្ដេចក៏ពិតមែនក៏ប៉ុន្តែសម្លេងសម្ដេចមានអត្ថន័យនិយាយបើប្រជាពលរដ្ឋស្អប់ខ្ពើមខឹងយ៉ាងណាក៏ដោយក៏ប៉ុន្តែសម្លេងសម្ដេចនៅមានឥទ្ធិពលជាពិសេសនៅក្នុងជួររដ្ឋាភិបាលដែលអ្នកដែលនៅក្រោមការគ្រប់គ្រងរបស់សម្ដេចគឺសម្ដេចនិយាយអីទៅគឺអ្នកទាំងអស់ហ្នឹងគឺខ្លាចរឯងតែគេខ្លាចដូចវែកចោអញ្ចឹងសម្លេងសម្ដេចនៅពេលសម្ដេចដាក់ផុងទៅនិយាយពីរៀលដល់សម្ដេចឡើងនិយាយទៅរួមត្រឡប់មកវិញអានឹងក៏អត់សូវមានន័យប្រហែលដែរក៏ប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំគិតថាគ្រាន់បើដែរតែមកដល់ថ្ងៃនេះសម្ដេចជាក្មេងវត្តដល់មកឃើញទាត់ក្មេងខ្វៀលគោខ្ញុំអស់ទឹកចិត្តហ្មងសម្ដេចអត់ដឹងថាសម្លេងរាជកសីមកខ្លាចសម្លេងលោករងឈុនណាបើថាខ្លាចលោកប្រធានសំរងស៊ីអានឹងរៀងសំបន្តិចណាដល់មកខ្លាចតាមពីលោករងឈុនហើយសម្ដេចអស់ហើយខ្ញុំមើលទៅសម្ដេចតោះច្រហើយពេលនេះសម្ដេចតោះច្រហើយពេលនេះបងប្អូនណារឿងសម្ដេចបច្ចុប្បន្ន
scam online សម្ដេចអត់មានបានដោះស្រាយអីទេ0សំបីតែប្រទេសជប៉ុនសេចក្តីថ្លែងការណ៍របស់គេគឺគេប្រកាសបានប្រាប់ពិភពលោករួចហើយថាសម្ដេចបានបរាជ័យក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញទៅហើយណាសម្ដេចឬអត់រួចទេអាឧក្រិដ្ឋកម្មអនឡាញនេះសម្ដេចខ្ញុំសាវរាស៊ីប្រទេសញូហ្សេឡង់ខ្ញុំព្រួយបារម្ភជាមួយនឹងវាសនារបស់លោកសម្ដេចមែននេះណាឥឡូវនេះខ្ញុំទុកចិត្ត 100% ថាសម្ដេចអត់ដើរទៅមុខរួចទេហើយខ្ញុំព្រួយបារម្ភពីវាសនាគ្រួសារសម្ដេចទៅវិញទេណាកុំថាសម្ដេចគិតថាសម្ដេចអមតៈអត់ទេហើយបើសម្ដេចអត់អមតៈតើជីវិតនៃគ្រួសារសម្ដេចទៅជាយ៉ាងណាប្រជាជនខ្មែរសម្ដេចខ្ញុំចេញមក79នៅពេលដែលគេសម្លាប់ឪពុកខ្ញុំនៅនឹងមុខដែលយើងដឹងថាគេសម្លាប់ចង់ពីកង់ចេញទៅបាន2នាទីផងឬសោកកំភ្លុងផងសម្លាប់ឪពុកយើងដឹងថាឪពុកយើងគេបាញ់ស្លាប់ហើយចេញពីប៉ុលពតមកវិញអាយុ17ឆ្នាំសម្ដេចកាន់ត្រឹមតែអាការទេតែស្មើនឹងរត់ក្រោះនៅពេញខ្លួនដូចនៅក្នុងរត់ក្រោះដែរមានបលាំងដាស់ជុំវិញខ្លួនអត់ចេះខ្លាចស្លាប់តតែសោះអញ្ចឹងការឈឺចាប់ដែលខ្មែរគេហៅថាដល់កណាអត់ខ្លាចអីទេឥឡូវប្រជាជនខ្មែរដល់កហើយសម្ដេចចឹងហើយបានខ្ញុំមានការភ័យព្រួយយើងធ្វើនយោបាយអត់មានបំណងឈ្នះហ៊ុនសែនហើយសម្រាប់គ្រួសារហ៊ុនសែនអត់ដាច់ខាតខ្ញុំនៅតែប្រកាសដដែលថាយើងធ្វើនយោបាយអត់មានបំណងបែបហ្នឹងទេចង់ទី1ខ្មែរបានរស់ទាំងអស់គ្នាខ្មែរសាមគ្គីគ្នាបរទេសគេខ្លាចនេះបំណងមកយើងចង់បានក៏ប៉ុន្តែសម្ដេចអត់ផងសម្ដេចស្រែកថាអ្នកឯងសម្ដេចអ្នកចង់បង្រួបបង្រួមខ្មែរតែអ្នកឯងជាអ្នកបំបីខ្មែរអ្នកណាជាអ្នកបំបីខ្មែរសម្ដេចខ្លួនឯងជាអ្នកបំបីខ្មែរមិនមែនអ្នកប្រជាធិបតេយ្យមិនមែនលោកប្រធានសំរងស៊ីអត់ទេអ្នកនៅក្រោមការគ្រប់គ្រងរបស់លោកប្រធានសំរងស៊ីទាំងអស់គ្នាគ្រប់គ្រងអ្វីដែលជាការរួបរวมរបស់ជាតិឲ្យតែបង្រួបបង្រួមជាតិគឺយើងរីករាយជាមួយនឹងការបង្រួបបង្រួមជាតិក៏ប៉ុន្តែសម្ដេចអត់ផងនឹងសម្ដេចបំបែកជាតិខ្លួនឯងសម្ដេចគម្រាមកំហែងខ្លួនឯងចុងបញ្ចប់សម្ដេចស្រែកថាគេបំផ្លាញជាតិគេអត់ចង់រួបរวมសារនយោបាយផ្ដួលរំដុំតកូលហ៊ុនអ្នកណាក៏និយាយដែរបើសម្ដេចអត់បង្រួបបង្រួមត្រូវតែគេផ្ដួលរំលំអានឹងបានវាមានការបដូរផ្លាស់ប្រទេសណាក៏ដោយគេធ្វើនយោបាយត្រូវតែមានការបដូរផ្លាស់គេមិនដែលនៅមួយកន្លែងទេលទ្ធិប្រជាធិបតេយ្យគឺអញ្ចឹងអ្នកណាមកនិយាយថាសារនយោបាយអ្នកប្រជាធិបតេយ្យមិនបដូររបបឆ្លើយមកអ្នកនយោបាយនៅពេលគេឃោសនាគឺគេទាមទារបដូររបបហើយសម្ដេចអត់ឲ្យគេទាមទារបដូររបបទោះបីគេបដូរបានមិនបានក៏ដោយសារនយោបាយគេត្រូវតែនិយាយថាទាមទារបដូររបបណារឿងអីដែលសម្ដេចមិនឲ្យគេទាមទារបដូររបបសម្ដេចគេថាអ្នកណាចង់ផ្ដួលរំដុំតកូលហ៊ុនអញងើបមួយវាយមួយវាអត់ត្រូវវាអត់ត្រូវបងប្អូនចឹងហើយបានងាកត្រឡប់មកវិញសម្ដេចខ្លាចតាំងពីលោករងឈុននឹងហើយសម្ដេចថាលោកបកកែដោយវិធីណាបងប្អូនពិចារណាលោករងឈុនក៏សម្ដេចខ្លាចដែរហើយបើសម្ដេចខ្លាចតែឯងវាសំបន្តិចព្រោះសម្ដេចចាស់ហើយសម្ដេចមិនសូវមានចំណេះវិជ្ជាលោករងឈុនគាត់មានចំណេះវិជ្ជាដោយសារគាត់ធ្វើគ្រូចុះកូនសម្ដេចសត្វបណ្ឌិតក្រៅប្រទេសហើយខ្លាចលោកគ្រូរងឈុនមួយដែរដែលគាត់រៀននៅក្នុងប្រទេសហ្នឹងមានមិនគួរថ្ងៃនេះខ្ញុំប្រកាសថាខ្ញុំលែងសំបីតាសម្ដីសម្ដេចខ្ញុំលែងជឿបដ ாய் ដល់តែខ្លាចត្រឹមលោកគ្រូរងឈុនអស់ហើយសម្ដេចគ្មានណាខ្លាចទៀតទេអញ្ចឹងសាវរាស៊ីចូលទៅក៏សម្ដេចខ្លាចដែរគ្រូរងឈុនគាត់និយាយស្ងៀមផងចូលសាវរាស៊ីនិយាយមកអស់កអញ្ចឹងសម្ដេចរឹតតែខ្លាចទៀតហើយសំឡេងសាវរាស៊ីមិនមែនរីកកសៃទេសំឡេងសម្ដេចបានរីកកសៃតែរីកកសៃមកខ្លាចសំឡេងជនសាមញ្ញហ្នឹងចប់បដ ாய் មកបងប្អូនចប់បដ ாய் មកចង់មកចប់ឃើញដីកាចេញមកនេះសារដីការបស់លោករងឈុននេះចេញមកនេះឃើញថាសម្ដេចអន់មែនតើអន់ម្លេះសម្ដេច
អត់ណាសម្ដេចការកំពុងធំអុកសុភ័ក្រហ៊ុនសែនដូចប៉ុលពតបងត្រឹមត្រូវបើគាត់អតីតប៉ុលពតនឹងបងប្អូនគាត់អតីតមេខ្មែរក្រហមណាហើយបើគាត់មេខ្មែរក្រហមក៏មេទៅតែមកសម័យនេះហើយសម្ដេចដូរទៅណាការកំពុងធំចំពោះខ្ញុំអាពតបានសម្លាប់ឪពុកខ្ញុំនិងបងប្រុសខ្ញុំ2នាក់ទៀតហើយម្ដាយខ្ញុំក៏អាពតឲ្យម្ដាយខ្ញុំទៅជំរះស្មៅពោតបានត្រូវគ្រាប់អស់ភ្នែកគាត់ម្នាក់ដូច្នេះបងប្រុសនិយាយរឿងរបស់ប៉ុលពតខ្ញុំជឿចាប់ណាស់បងប្អូននៅសម័យប៉ុលពតណាខ្ញុំបាត់បង់ឪពុកខ្ញុំបាត់បង់ពូម្នាក់នៅជាមួយគ្នាដែលជាគ្រូបង្រៀនដែរខ្ញុំបាត់បង់បងជាដូនម្នាក់ខ្ញុំបាត់បង់ប្អូនស្រីម្នាក់យាយតាខាងឪពុកម្ដាយបាត់បង់ទាំងអស់ឈឺចាប់បណ្ណាក៏ប៉ុន្តែយ៉ាងហោចក៏អត់ឈឺចាប់ដូចសម័យនេះដែរបងប្អូននិយាយរួមខ្ញុំអត់ឈឺចាប់ដូចសម័យនេះទេសម័យលោកហ៊ុនសែននេះធ្វើខ្ញុំបើកភ្នែកឡើងឈឺចាប់តែម្ដងសម័យនោះឃើញស្លាប់ហើយយើងនៅក្មេងផងការឈឺចាប់យើងឈឺចាប់ក៏ប៉ុន្តែក្រោយពីការឈឺចាប់មកចូលមកសម័យ79យើងអាចរស់ត្រឡប់មកវិញយើងមិនភ្លេចម្ដងតិចម្ដងតិចចូលមក79ខ្ញុំទៀមទាតកាន់កំភ្លើងឯងតែម្ដាយខ្ញុំឃើញខ្ញុំក្មេងពេកហើយជំនាន់នឹងយើងឆេវឆាវណាបងប្អូនឃើញតែលឺខ្មែរក្រហមកន្លែងណាគឺយើងរត់ដាក់តែម្ដងកាន់កំភ្លើងអាការរត់ដាក់តែម្ដងអញ្ចឹងម្ដាយខ្ញុំគាត់ឃើញបែបហ្នឹងគាត់មិនចង់ឲ្យចូលធ្វើទាហានខ្លាចវាមានគ្រោះថ្នាក់ខ្លាចវាអ្វីដែលយើងឆេវឆាវយើងនៅពីក្មេងក៏ប៉ុន្តែមកសម័យនេះដែលយើងឃើញក្មេងវត្តទាត់ក្មេងខ្វៀលគោបែបនេះយើងឈឺចាប់ជាងសម័យប៉ុលពតទៅទៀតបងមុនរិទ្ធបានការចងកម្មចងជាវប្បធម៌ដែលកូនចៅខ្មែរគ្រប់គ្នាត្រូវតែទម្លាក់ចោលរឿងពិតបងអានឹងហើយបានយើងធ្វើនយោបាយខ្ញុំប្រកាសឲ្យប្រកាសទៀតថាយើងធ្វើនយោបាយមិនចង់ទៅចង់ពៀលោកហ៊ុនសែនទេបើលោកហ៊ុនសែនស្រឡាញ់ខ្មែរពិតប្រាកដណាចូលរួមដើម្បីជួយជាតិទាំងអស់គ្នាលោកប្រកាសឲ្យលោកប្រធានសំរងស៊ីចូលទៅសម្របសម្រួលនយោបាយទៅដោះស្រាយនយោបាយហើយលើកលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញការបោះឆ្នោតលោកប្រកាសលោកដាក់សារនយោបាយរបស់លោកមកបើលោកទទួលបានជ័យជំនះយើងអ្នកចាញ់គាំទ្រលោកហើយបើយើងឈ្នះអានឹងក៏លោកជាគណៈបកប្រឆាំងគាំទ្រគ្នាទៅមកបំរើជាតិទាំងអស់គ្នាហើយខ្ញុំឃើញសារនយោបាយលោកប្រហែលថ្ងៃដែលលោកចង់ឲ្យគណៈបកប្រឆាំងចេញសារនយោបាយមកសារនយោបាយនៃឯងគណៈបកប្រឆាំងគ្មានអីពីក្រៅជាជំរុញឲ្យរដ្ឋាភិបាលទៅធ្វើសង្គ្រាមជាមួយថៃលោកថាមានសារនយោបាយពីរទេសារនយោបាយមួយវាយថៃសារនយោបាយមួយដោះស្រាយតាមយុទ្ធវិធីតែសារនយោបាយដែលគណៈបកប្រឆាំងខ្ញុំប្រកាសថ្ងៃនេះគណៈបកប្រឆាំងណាក៏ដោយសារនយោបាយរបស់គណៈបកប្រឆាំងគឺដោះស្រាយយុទ្ធវិធីអន្តរជាតិលោកហ៊ុនសែនគាត់ភ្លេចអាពីអន្តរជាតិនឹងមួយនឹងសារនយោបាយរបស់លោកទ្វេភាគីតែសារនយោបាយគណៈបកប្រឆាំងខ្ញុំអំពាវនាវឲ្យសារនយោបាយរបស់គណៈបកប្រឆាំងណាដែលឆ្លៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដពេលដែលឈ្នះឆ្នោតត្រូវយកសន្តិវិធីគឺដោះស្រាយរឿងព្រំប្រទល់តាមតុលាការអន្តរជាតិតាមអន្តរជាតិដែលមានទី1 23ដុល្លារទី2ប្តឹងថៃទៅ ICJ សារនយោបាយពីរហ្នឹងណាបងប្អូនណាក៏ទទួលស្គាល់ដែរបងប្អូនហើយបើសារនយោបាយលោកហ៊ុនសែនដោះស្រាយទ្វេភាគីខ្ញុំឲ្យ0ព្រោះដោះស្រាយទ្វេភាគីបើយើងមានអំណាចស្មើគ្នានិយាយទល់មុខគ្នាអំណាចប៉ិនគ្នាអូខេតែបើទ្វេភាគីដែលគេយកដី70ថ្លៃកន្លែងអោនក្បាលដាក់គេទៅហើយនោះទ្វេភាគី0គេមើលងាយដូចសម្រាមចង់បញ្ចប់លោកហ៊ុនសែនស្រែកទៀតស្រែកយ៉ាងម៉េចបងប្អូនអ្នកឯងធ្វើលៀនឋានលើទឹកដីអ្នកឯងធ្វើទៅគាត់អត់ឈឺក្បាលអីទេចង់ដាក់កភ្លើងប្រមាណរត់ក្រោះប្រមាណក៏គាត់អត់ឈឺក្បាលដែរកុំឲ្យមកដាក់លើដីខ្ញុំតែដី77កន្លែងបោះអ្នកណាដីខ្មែរលោកហ៊ុនសែនលោកហ៊ុនសែនឆាប់ភ្លេចហ្នឹងណាគាត់គេយកដីខ្មែរតែប្រមាណខែឥឡូវលោកហ៊ុនសែនភ្លេចបាត់ដីហ្នឹងលោកហ៊ុនសែនស្មានតែដីគេមិនមែនទេលោកហ៊ុនសែនលោក
គួយគិតមកសារទៀតដី70កន្លែងដែលគេធ្វើលៀនឋាននោះគឺជាដីខ្មែរទេលោកហ៊ុនសែនមិនដីគេទេសូមខំស្រាក់ឆ្លោហើយផ្ដល់ការគ្រប់គ្រងលើកទឹកចិត្តចំពោះកងទ័ពនៅសមរភូមិមុខយើងបានដឹងថាគេកំពុងតែរៀបចំលេនដ្ឋានរៀបចំក្រុមដីណាឲ្យរៀបថោះតែសូមកុំរៀបចំលើដីរបស់ខ្ញុំតែប៉ុណ្ណឹងទេហើយសូមអរគុណចំពោះសប្បុរសជនទាំងឡាយដែលបាននាំយកអំណោយទាំងឡាយទៅឯសមរភូមិទៅឯមិនមែនសមរភូមិទៅក្នុងទឹកដីរបស់យើងដើម្បីលើកទឹកចិត្តកងទ័ពនិងសួរសុខទុក្ខកងទ័ពហើយតែពីការនិយាយសមរភូមិគាត់អត់ទៅហ៊ាននិយាយផងហ្នឹងណានិយាយសមរភូមិគាត់ខ្លាចគេទៅហើយហ្នឹងគាត់ហ៊ាននិយាយថាលើទឹកដីយើងតែទឹកដីយើងស្អីដែលគេយកចិត្ត supply កន្លែងឯនោះគេបង្កើតមូលដ្ឋានកងទ័ពត្រង់សេសបែបសពយ៉ាងដាក់នៅលើដីខ្មែរវាយខ្មែរសម្ដេចភ្លេចបាត់ហើយដីខ្មែរដែលគេយកភូមិនងច័ន្ទណាប្រាសាទតាកបីប្រាសាទតាមនតូចប្រាសាទតាមនធំវាលន្ត្រីសម្ដេចភ្លេចអស់លីងសម្ដេចមុននឹងវាយសម្ដេចបាននិយាយថាប្រាសាទតាមនតូចតាមនធំដែលកភ្លើងយន្តដាក់នៅទីនឹងសម្ដេចបានទៅដល់នឹងផងឥឡូវសម្ដេចភ្លេចអនុស្សាវរីយ៍សម្ដេចអស់លីងមែនទេសោកស្ដាយដែលសម្ដេចចាស់ឲ្យសម្ដេចឆាប់ភ្លេចមែនតែនមកនួនជាង2លានដុល្លារដែលបានចូលរួមនេះក៏ត្រូវបានផ្ទេរជូននាយករដ្ឋមន្ត្រីដើម្បីនាយករដ្ឋមន្ត្រីយកទៅចាត់ចែងប្រកាសការពិតមិនមែនបញ្ហាលុយកាក់ជាបញ្ហាធំសម្រាប់រដ្ឋាភិបាលនេះទេទោះបីតម្លើងកងទ័ព10 ដងឬ20 ដងទៀតក៏រដ្ឋាភិបាលនេះមិនខ្វះលុយចិញ្ចឹមកងទ័ពទេប៉ុន្តែបានពីណាមកសម្ដេចលុយដែលសម្ដេចបង្កើតកងទ័ព10 ទៅ 20 ដងទៀតសម្ដេចថាមិនខ្វះលុយទេតែឥឡូវនេះកងទ័ពដែលកំពុងតែមាននេះដែលម្ដងនេះសម្ដេចឲ្យគាត់អត់ទាំងមានទឹកផឹកផងហ្នឹងស្បែកជើងផ្ទាត់អាវក្រោះក៏គ្មានមួកក៏គ្មានបានប្រជាជនគេជួយនឹងសម្ដេចហើយឥឡូវសម្ដេចអួតថាបើ10 ដងនឹង20 ដងនឹងក៏សម្ដេចអត់ចេះខ្វះលុយដែរតែសម្ដេចពេលដែលគេវាយកដុងសម្ដេចអំពាវនាវឲ្យប្រជាជនជួយនឹងឲ្យប្រជាជនចូលរួមនឹងសូម្បីថាវិការអាមេរិកគេឲ្យ49 លានសម្ដេចយកទៅណាអត់ឃើញប្រកាសយកទៅចែកឲ្យពលទាហានផងហ្នឹងលុយតែ2 លានសម្ដេចផ្ទេរយកមកឲ្យនាយករដ្ឋមន្ត្រីចុះថាវិការជាតិដែល800 លានក្នុងមួយឆ្នាំយកទៅណាសម្ដេចបោកគេរហូតមកដល់ថ្ងៃនេះបានខ្ញុំដឹងថាសម្ដីរាជកសីអន់ដល់ម្លឹងខ្ញុំអត់ដឹងថាដល់ប៉ុណ្្នឹងទេបើសម្ដេចគ្រាន់បើសម្ដេចចេញមុខលោកប្រធានសំរងស៊ីនៅក្រៅឥឡូវសម្ដេចចេញឲ្យលោកគ្រូរងឈុនមានសិទ្ធិសេរីភាពធ្វើនយោបាយជុលជាមួយកូនសម្ដេចអានឹងបានហៅសម្ដេចគ្រាន់បើសម្ដេចអត់បើកអានឹងទេបានន័យថាសម្ដេចអន់ណាស់ខ្លាចលោកប្រធានសំរងស៊ីអានឹងខ្លាចមួយទៅហើយប្រជាជនទូទាំងពិភពលោកគេដឹងច្បាស់ថាសម្ដេចខ្លាចលោកប្រធានសំរងស៊ីហើយឥឡូវសម្ដេចឲ្យកូនសម្ដេចខ្លាចតាំងពីលោកគ្រូរងឈុនទៀតដែលជាតកតការរបស់យើងនៅពេលនេះដែលខ្ញុំតែងតែទូអង្គមខ្ញុំតែងតែបញ្ជាក់គឺខឿនការពារជាតិរបស់ប្រជាជនការផ្សារភ្ជាប់រវាងប្រជាជននិងកងទ័ពគឺតែមួយដូច្នេះបើសិនជាសកម្មភាពត្រឹមតែកងទ័ពគ្មានការគ្រប់គ្រងពីប្រជាជនមិនគ្រប់គ្រាន់ទេអញ្ចឹងខ្ញុំចង់ថាតើស្ថានីយទូតកញ្ជុណាដែលអាចធ្វើជាមូលនិធិប្រកាសជាមូលនិធិត្រួតត្រងសមរភូមិមុខមិនមែនសមរភូមិត្រួតត្រងកងទ័ពការពិចិត្រដោយកាលពីឆ្នាំ2008 2009 2010 2011ការនាំទូទៅបាយ័ននិងស៊ីចានធ្វើកម្មវិធីនេះដើម្បីឲ្យអ្នកពេលនោះសូម្បីតែអ្នកធាក់សិក្លូក៏យកលុយទៅចូលដែរ 5,000 3,000 គឺជាជុំចូលនេះបង្ហាញពីការរួមចំណែកការពារឯករាជ្យអធិបតេយ្យភាពខ្ញុំយល់ច្បាស់ណាស់ប្រជាជនដែលគាត់ចង់ជួយ
แต่เหมือนแม่นก็จ้องช่วยรัฐบาลทีก็อันนัดปูลติเฮียนในนขังคราวเนาะในนสมรภูมิมุกเนาะเคยอดเมียนสบายเชิงเคยอดเมียนมั่วอดเมียนเราบอกฮบจอกจะชวนอันนัดเต้เหมือนแม่นจ้องช่วยรัฐบาลเต้แล้วสำนักประกาศเอาไปจีปูลรัฐขมายโจช่วยต่อดอลสมรภูมิมุกกดเต้าเพลียมแต่เอาประกาศสำนักท่ายกลุยมาช่วยรัฐบาลให้รัฐบาลนั่งยกลุยต่อช่วยปูลติเฮียนสายยกกี่ช่วยแม่นกี่ช่วยแม่นสำหรับแต่ออกโลกโตรปองสำนักเตอกญ่ามนตรีริชกาได้ต่อตัวมันกาปกรลุยโดยซาจำให้สำนักเนี่ยสลับะได้ฉินเนี่ยโตรปองสำนักนั่งกี่ยบทวิกานั่งตัวช่วยสำนักเฮ้ยดับใบกี่ยมกแต่ไปเชี่ยวโปรดได้สมัครตรังขมิ้นเนี่ยนะกี่จ้องยกลุยยมจูนสำนักเตกี่จุนต่อดอกองตัววิริยจุนเนื้อสมรภูมิมุกเปิดประกอบนี่หาไว้ได้ไปเชี่ยวโปรดจังบ้านนั่งจะเรียบเอาสำนักบ้านยุลไปให้สำนักอดยุลอะไรเรื่องหนึ่งพ่อก็มันดังบ้านสำนักไทยนี่จังเอาเมียนกาความโตรปีไปชี้จุนใบปอนก็ได้ปีปอนก็ได้แม้นขยมกับความโตรใบหนึ่งได้แต่กาได้ความโตรปีไปชี้จุนเหมือนแม้นกี่ความโตรสำนักได้ขาดเมียนติปุกกี้ดังมาปั้วสำนักนั่งโยลุยกลมส้มใบแต่ตรมสำนักมนตรีเนาธนะได้ตัวใส่นั่งส้มใบแต่อ๋อโลกได้เนาหมดเฟียเหมือนตอนดอสมรภูมิมุกปุ๊บประกอบได้เนาเปียกระดาลเนาตีสระกากระดาลได้กี่ด่าเนาโน่ได้โยตเอาอีนึงต่างก็จะเปรย์ยัยเนาะสกจัดโจนลงเคลียงอ่ะตกไอ้ดอกสัตว์อ่ะเจงทีมซากี่ดังแต่อ๋อโลกแบบปกลุยใบหนึ่งกี่มันจังที่สัวเต้าบางปนเปิดประกอบขย่อมสาวราศีบ้านเตะต้องจะบุยบางปนได้ยกทวิกาเตียงเสบียงโยตเอาของตัวกี่เตะต้องตัวตลอดเมย์เป็นเชียร์การเอาทีนึงเอาโจมาตัวอันนั้นกี่เอาเบอร์อัตเต้กี่อัตตุกพิจารณาหนึ่งทีสำนักมีสำนักยุลเข้าให้กี่ยอดได้ขมายแต่ประมาณใครสำนักยุลเข้าให้ไม่สกุลใช่ไหมแต่ให้แต่กรมชนจังบาทช่องไหนเยอะท่าฐานดิ้งเงินมวยบ้านมันให้ต้องอะไรผมเอาประมาณนี้ปะนโยบายแต่ว่าคือสกัดเรียบเลยปันแต่ไอ้จ้องเธอแต่ไอ้เงินมวยโอ้ยเจ้บ้ามันบ้าสมาร์ททางเขาไอ้เตี้ยตัวกับลูกอัดบานดิแต่ไม่อยากทางเขาอย่างงอกสั้นไม่อยากเขาอย่างบักสั้นปันแต่พวกนั้นน่าแก่ไปเตี้ยปันแต่ข้างกระดองแต่เฮ็ดสำนักทำไว้ข้างคราวบะสั้นพวกนั้นเราคราวประเทศให้มาเราคราวประเทศสำนักไว้โดยวิธีหน้าสำนักไว้ช่อสำนักบ้านอวดบ้านกระเบียมเราเกี่ยคราวประเทศนั่งป้อมพิจารณามือเพี้ยนซาเราเบอร์อันกับป้อมเป็นชมจมูกขำบกอ่ะสัตว์เนื้อขำบกอันขาดไอ้ใบอันไปก่อนน้องด้วยอันแต่ใบแบบให้ขยำก้อนเต้นนี่ยัยขยำมันบานเปล่าเปียกท่าเรื่องปันก่อนใดดิขยำก้อนเต้นนี่ยัยท่าเราพวกก่อนใดมวยมันกูตกเอารูปเรียงกายจากงูเวียปิกาตีเมียนในท่าเรื่องตรงแดนการประเทศไทยมันกูทั่วไอ้เกี้ยงดำนาการเศรษฐกิจสังคมในข้างเขาที่รับแต่ปัญหาโจชนำจังบานเปย์นั่นกับท่าแต่นายเห็นดอกทุกไปโจชนำแต่บังพอเวียมันจังเอายื่นโจชนำโอ้ยไอ้ยื่นเปย์นั่นเวทเธอเชื่อติ๊กตับรำบัดใดนะยืนกันมือนายเวียมันได้เปย์เลยสำนักเลิกอันนึงให้พี่ชมกำจังเลิกสาดามได้บางปนเรื่องโจชนำเบียร์กลางหัวต่อให้ก็มาแต่ตัวจะมาเป็นนี่เมียนสำนักเดะต้องเรื่องโจชนำนึงต่อให้เมียนไปจีโปรดนาเมียนกระดาปะนามเหมือนจังเอาปูรดขมายเธอโจชนำตีนะมันได้เมียนดิเมียนเนี่ยนะกี่มาตุบสกัดตีก็ปนไตก็ลองเต้าเปรดเดาบอลโจชนำหรือมวยบอลพิจุมเจียตู้เต้าไปจีโปรดขมายบ้านนั่งใช่ปะถ้าเปวิเลียนี่โจชนำกี่เถื่อตามดำเนื้อเราบอกกี่ได้กี่ทลอบเถื่อไอ้เถื่อนึ่งนะกี่ทลอบดอททูกี่ทลอบติงพลายเชอร์ติงเครื่องกระป๋องมรณะไซน์เทวดากี่เน่าแต่เถื่อขมิ้นอนาคตอะไรนึงไงกี่คอดอย่างไม่คอดได้สำได้หนึ่งโกนสำได้จังมาปะโมลเคลียร์รวมกระทึกอ
nâng đại kỳ quạt nô vì mình xăm về đại châu Nam dường thưa tam và bầy ní thoa mà đà tâu và chỉ chân tàu thưa thoa mà đà mình đai rót tha bị bào na và cả ở ròm chiêng đôi Nam thì tê kỳ quạt nâng tê sầm đạch còn mau bật lai sai ở bên nằm bay trong tẹt kia nô bao khơi sầm đạch bằng bốn bị chán na vậy đại kỳ ri quân tẹng kê tẹng phim cứ ri quân ở bên đại rót tha bị bào tất cảเอาเรียบจำกรรมวิธีรวมเชียงនៅតំបន់ជនភាសាអានេះហើយដែលគេប្រតិកម្មសម្ដេចអ្នកណាមួយដែលគេប្រតិកម្មថាតែឯងមិនត្រូវអុជធូបទេមិនត្រូវសែនទេវតាទេអ្នកណានិយាយសម្ដេចបកកែទ្វីបកកែមូលបកកាច់គេណាខ្ញុំទៅសើសម្ដេចអត់សូវបានរៀនសូត្រទេតែបើពីរឿងអាបកកែមូលបកាច់គេលើកពីនេះទៅដាក់នោះសម្ដេចបកាយខ្ញុំតសើហ្មងសម្ដេចមានខួរក្បាលអាចរិតមូលបកាច់គេទៅបកាយមែនតើហ្មងគណៈបាសង្គ្រោះជាតិអត់មានកំហុសអីសោះសម្ដេចផ្ដិតឡើងទៅជាអាមេរិកនៅពីក្រោយចង់ផ្ដួលរំដុំរដ្ឋាភិបាលស្មើនេះសម្ដេចមានដែរហៅអាមេរិកយកមកសួរហេព្រោះសម្ដេចខ្លាចអាមេរិកដូចខ្លាហ្នឹងអួតបាននៅពីក្រោយគេហ្នឹងគេហៅមកចូលមានអីខ្លាចគេដូចកត្រប់សូម្បីកូនសម្ដេចតច្រកទៅពឹងណាខ្លាចពឹងអាមេរិកសម្ដេចអួតបានតែក្រៅហ្នឹងសម្ដេចអួតបានតែបកាយគ្នាឯងហ្នឹងស្មាតោខ្ញុំមិនកាន់ជើងអញ្ចឹងមកពីណាឲ្យកដរហ្នឹងប្រទេសរបស់យើងដល់ហើយមកទោះបីទៅនៅកន្លែងណាក៏ដោយនៅក្នុងលេនដ្ឋានក៏ដោយឲ្យពេលទេវតាចុះក៏គង់តែដុតធូបបត្តស័យដើម្បីទទួលទេវតាដែរហើយមិនបើវាហាមយើងមិនឲ្យទទួលទេវតាអ្នកណាខាត់អាពាហ៍ហ្នឹងសម្ដេចអ្នកណាខត់ថាមិនឲ្យយើងដុតធូបទទួលទេវតាដូចខ្ញុំទិញតដាល់នឹងគ្មានអ្នកណាខត់ទេសម្ដេចយល់ខុសខ្លួនឯងទេដឹងឬមួយក៏សម្ដេចធ្វើដឹងហើយមូលអានឹងដើម្បីលើកកំហុសដាក់គេសម្ដេចដល់មួយថ្ងៃនេះទៅដែលខ្ញុំមានជំនឿលោកសុនតារាគាត់និយាយណាហ៊ុនសែនប្រែថាបោកមកដល់នេះខ្ញុំឃើញប្រសាសន៍របស់សម្ដេចកន្លែងណាក៏ផោគេដែរបោកគេរហូតអ្នកណាប្រាប់ថាអត់ឲ្យប្រជាជនខ្មែរទូទាំងពិភពលោកដុតធូបទទួលទេវតាអ្នកណានិយាយសម្ដេចដូចខ្ញុំបានលើកអញ្ចឹងគេខាត់តែកុំឲ្យរដ្ឋាភិបាលចេញមុខធ្វើអឹកកថាវាខ្មាស់គេដែលខ្លួនឯងបាត់ដីចិត្តsupplyកន្លែងបែរទៅជាគ្រប់គ្រងរំជ្រៀងនៅការបាត់ដីនេះដែលជាអំពើអាម៉ាស់ដែលគេមិនឲ្យធ្វើនឹងគឺរឿងនឹងបើយើងទទួលជោគជ័យឧទាហរណ៍សម្ដេចពេលនោះស្រាប់ខ្មែរយើងទៅបោះទីតាំងនៅអរញ្ញកុំថាឡើយសម្ដេចបកកើតឲ្យរំជ្រៀងណាយើងពីក្រៅនេះមិនមែនរំជ្រៀងនេះផឹកស្រាឯងមកកន្លះខែទៀតសបាយហូហៀទៀតណោះគ្រប់គ្រងសម្ដេចទៀតណោះតែយើងវាបាត់ដីមិនយើងអត់បាត់ដីណាយើងកំពុងតែទុកដែលសារការបាត់ដីបែរទៅសម្ដេចរំជ្រៀងនៅការបាត់ដីអញ្ចឹងមានន័យថាដីនឹងសម្ដេចលួចលក់ឲ្យគេបានសម្ដេចសបាយជាមួយនឹងការដែលទទួលបកគលដីឲ្យគេអញ្ចឹងសម្ដេចឆ្លើយឲ្យការពិតមកប្រាប់ប្រជាពលរដ្ឋឲ្យច្បាស់ទៅថាសម្ដេចបានកាត់ដីទៅឲ្យគេហើយពេលដែលកាត់ដីបានជោគជ័យសម្ដេចអបអរសាទរនឹងការបាត់ដីនឹងអានឹងបានត្រូវតែឲ្យអ្នកណាមួយស្រែកថាអត់ឲ្យគេដុតធូបសម្ដេចនិយាយបលើសបន្ថែមសម្ដេចមួលបកាច់គេពេកហើយយើងមានប្រជាជនយើងថា100000នាក់ចុះជាង100000នាក់ដែលកំពុងភៀសខ្លួនតែទុកហើយជិតឥឡូវបងប្អូនពិចារណាប្រជាជនប្រមាណ10000នាក់ដែលជាជនភៀសខ្លួនណាជាង500000នាក់សម្ដេចគាត់ថាជាង100000នាក់សម្ដេចអត់ដឹងអីផងនឹងសម្ដេចភ្លេចអស់លីងហ្មងចឹងបានសុំបីតែដី70កន្លែងជាងសម្ដេចអត់ដឹងថាដីយើងនៅឯណាផងហ្នឹងគេធ្វើលេនឋានសម្ដេចថាធ្វើទៅនៅក្នុងដីនេះឯងចុះ70កន្លែងនេះគេធ្វើលេនឋាននឹងបងប្អូនមើលហ៎ភ្នំត្រប់ភ្នំខ្មោចភ្នំឯណាដីខ្មែរឬមួយក៏ដីគេឥឡូវសម្ដេចប្រកាសថាគេធ្វើនៅលើដីគេបាត់ទៅហើយមានដីថាសម្ដេចគ្រប់គ្រងទទួលបកគលដីនឹងឲ្យគេបាត់ហើយបងប្អូនមើលស្ដាប់3លាននាក់នៅទាំងនៅក្នុងផ្ទះដែរអីសេដ្ឋកិច្ចសង្គមត្រូវតែដំណើរការធម្មតាការផលិតនៅធម្មតាការនាំចេញនៅធម្មតា3ខែដើមឆ្នាំយើងនាំចេញស្មើនឹង$18000លាន
កើនឡើង20%នាំអីខ្លះសម្ដេចនាំកណាបងប្អូនជឿទេកំពុងតែមានសង្គ្រាមជាមួយថៃនេះរយៈពេល3ខែនេះសេដ្ឋកិច្ចខ្មែរនាំចេញលើសពីធម្មតា 20% បងប្អូនជឿទេអង្គពីដើមឆ្នាំទៅ1គីឡូជាទូទៅ$900ឡើងចន្លោះរហូតដល់$1,100មិនដុល្លារទេរៀលក្នុង1គីឡូពេលមានសង្គ្រាមនេះដែលបិទថៃអង្គធ្លាក់មកនៅ580ទៅ600រៀលក្នុង1គីឡូនាំចេញទៅណាសម្ដេចឈប់បោកប្រជាពលរដ្ឋខ្មែរទៅអាងតែមជីនៅលើសម្ដេចនិយាយអីក៏បានដែរនោះសម្ដេចបោកគេរហូតណាសម្ដេចកើនឡើងថវិកាកើនឡើងដោយវិធីណាងាកមកវិស័យកសិកម្មសម្ដេចស្រូវក៏ចុះថោកស្វាយក៏អត់ទីផ្សារដាំលហុងឈូលហុងចោលដាំស្ពៃក្តោបអត់ទីផ្សារដាំសាឡាត់ឈូសាឡាត់ចោលសម្ដេចមានមើលឃើញទេដាំត្រប់ចាក់ចោលទាំងឡានសម្ដេចមើលឃើញទេពលរបស់ពីយួនមកសម្ដេចមើលអត់ឃើញអាចំណុចហ្នឹងសួរវិស័យកសិកម្មជឿនលឿនដោយវិធីណាសារ៉ូសម្ដេចអញ្ចឹងសម្ដេចនាំអីចេញសម្ដេចនាំគ្រឿងរោងចក្រពីដើម EBA គេបិទ 25% GST គេនៅបិទអីវ៉ាន់ពីដើមដឹកពីចិនយកមកចូលថៃមកវាយក៏ដាក់ Make Cambodia នាំចេញទៅដើម្បីឲ្យរួច GST ដើម្បីឲ្យរួច EBA ឥឡូវគេបិទអស់ហ្នឹងសួរតែគេនាំពីចិនយកមកដាក់នៅប្រទេសខ្មែរដឹកពីប្រទេសខ្មែរទៅប្រទេសណាដែលមាន GST free សម្ដេចអត់មានអញ្ចឹងគេដឹកយកមកប្រទេសខ្មែរធ្វើអីអត់ដឹកមកអញ្ចឹងសម្ដេចនិយាយបោកសុកសាតតាក់ទងជាមួយនឹងឧស្សាហកម្មកសិកម្មឧស្សាហកម្មសម្ដេចមើលទេសចរសម្ដេចនឹងមានអ្នកណាខ្លះមកដើរលេងសម្ដេចឥឡូវថ្មីនេះឥណ្ឌាគេប្រកាសទៀតហើយគេអត់ឲ្យប្រជាជនឥណ្ឌាមកចូលស្រុកខ្មែរទេគឺព្រួយពីអ ក្រិតកម្មអនឡាញប្រទេសជប៉ុនគេប្រកាសសម្ដេចបរាជ័យនៅការបង្ក្រាបអ ក្រិតកម្មអនឡាញសម្ដេចបង្ក្រាបនៅកម្ពុជាចាប់នគរបាល20-30 នាក់យកទៅដាក់គុកដោយសារអីនគរបាលនោះវាលួចអីវ៉ាន់របស់អ ក្រិតកម្មអនឡាញដែលនៅក្នុងប្រព័ន្ធរបស់សម្ដេចបើអ ក្រិតកម្មនោះក្រៅប្រព័ន្ធនគរបាលយកអារបស់អស់ហ្នឹងគ្រាន់តែហៅនគរបាលហ្នឹងហេឈប់យកអារបស់ហ្នឹងយកមកដាក់ឲ្យរដ្ឋវិញព្រោះអាហ្នឹងរបស់ជ័យភ័ណ្ឌនគរបាលសម្ដេចតែងតែអញ្ចឹងកុំសូម្បីតែទៅចាប់អ ក្រិតកម្មអនឡាញគេសូម្បីតែឡានដែលមានគ្រោះថ្នាក់ចរាចរណ៍យកមកដាក់នៅកន្លែងនគរបាលម៉ូតូយកមកដាក់កន្លែងនគរបាលត្រឡប់ទៅវិញបាត់គ្រឿងអស់បាត់គ្រឿងខ្ទេចខ្ទីសម្ដេចបាត់គ្រឿងខ្ទេចខ្ទីអញ្ចឹងសម្ដេចមើលទៅណាអញ្ចឹងអ ក្រិតកម្មអនឡាញនៅកម្ពុជានេះសម្ដេចដឹងទេដោយសារអីអាអ ក្រិតកម្មអនឡាញនេះវានៅក្នុងប្រព័ន្ធអញ្ចឹងគោបាលនឹងទៅលួចអានៅក្នុងប្រព័ន្ធលួចទ្រព្យសម្បត្តិដែលជាអ ក្រិតកម្មអនឡាញមានមេខ្លោងមានអំណាចនៅពីក្រោយខ្ញុំមិនថាសម្ដេចទេតែអ្នកមានអំណាចនៅពីក្រោយទៅលួចនគរបាលនឹងទៅយកអាទ្រព្យសម្បត្តិរបស់អ ក្រិតកម្មអនឡាញដែលអញជាមេនៅពីក្រោយអញ្ចឹងឲ្យជាប់គុកហើយនេះជារឹករបស់នគរបាលរបស់សម្ដេចគឺអញ្ចឹងពីដើមដល់ចប់នឹងគឺអញ្ចឹងឲ្យតែទៅជួយគេណានឹងគឺឡានក៏ដោយម៉ូតូក៏ដោយឲ្យទៅចូលកន្លែងប៉ូលីសត្រឡប់ទៅវិញអស់ហើយអាគ្រឿងក្នុងនឹងខ្ទេចខ្ទីអស់ហើយអញ្ចឹងមិនខុសអីដែលទៅចាប់កន្លែងអ ក្រិតកម្មអនឡាញនឹងយករបស់នោះទេអញ្ចឹងថ្ងៃនេះប៉ុណ្្នឹងចប់បងប្អូនណាហើយក៏ផ្ដាំផ្ញើទៅឲ្យសម្ដេចផងសុំឲ្យសម្ដេចកុំឲ្យខ្លាចលោកគ្រូរងឈុនអីបើកសេរីភាពឲ្យលោកគ្រូរងឈុនវិញបើមិនអញ្ចឹងទេណាក្នុងពេលខាងមុខនេះឆាប់ណាកិត្តិយសរបស់សម្ដេចធ្លាក់ដល់បាត់ពិភពលោកគេនឹងថ្កោលទោសសម្ដេចកាន់តែខ្លាំងហេងសុយនឹងលោកម៉ាក្រុងដែលជាប្រធានាធិបតីបារាំងហេងសុយ cancel អាពីរឿងFranco Kony នឹងទៀតសម្ដេចបាក់មុខកាន់តែខ្លាំងចឹងសូមអំពាវនាវឲ្យសម្ដេចបវរក៏ដូចជាសម្ដេចពុកមេតាកុំខ្លាចលោកគ្រូរងឈុនអីបើកសេរីភាពឲ្យគាត់វិញមកបើសម្ដេចគិតថាគណៈបកប្រឆាំងទាំងអស់នងដែលនៅប្រទេសខ្មែរនឹងអន់មិនសម្លេងរាជកសីដូចសម្ដេចទេចឹងបើកឲ្យគាត់ធ្វើនយោបាយទៅណា
បើកសេរីភាពឲ្យគាត់តែខ្លាចសម្ដេចមានប្រសាសន៍ប្រហែលថ្ងៃមុនអ្នកណាមិនប្រកាសវាយតកូលហ៊ុនធ្វើនយោបាយទៅធ្វើតាមដំណើរទៅសម្ដេចប្រកាសតើមិនបានថ្ងៃនេះសម្ដេចនិយាយចេះស្អែកឡើងសម្ដេចនិយាយចុះសកម្មភាពមកចេះត្រឡប់ទៅត្រឡប់មកអានឹងអីគេខ្មាស់ពលរដ្ឋខ្មែរក៏ដូចជាអន្តរជាតិឥឡូវហ្នឹងអន្តរជាតិទាំងអាមេរិកទាំងកាណាដាទាំងពិភពលោកកំពុងតែតាមដានលោកគ្រូរងឈុនដោយយកចិត្តទុកដាក់គណៈបកនយោបាយដែលសម្ដេចរំលាយគណៈបកសង្គ្រោះជាតិគេតវ៉ាគេបិទសិទ្ធិសេរីភាពគេបិទសេដ្ឋកិច្ចសម្ដេចអត់ខ្វល់ដោយសារលួចគេបានឥឡូវសម្ដេចលួចគេលែងបានហើយឥឡូវមកដល់រឿងគណៈបកតូចតាចដែលនៅខាងក្នុងណាដែលមានលោកគ្រូរងឈុនគ្រាន់តែជាទីប្រឹក្សាគាត់អត់ទាំងមានសិទ្ធិបោះឆ្នោតអត់មានទាំងសិទ្ធិឲ្យគេឈរបោះឆ្នោតសម្ដេចនៅខ្លាចគាត់ទៀតអត់ណាស់ចឹងចុងក្រោយបាទអរគុណហើយក៏អំពាវនាវទៅឲ្យសម្ដេចល្មមដល់ពេលដែលសម្ដេចផ្សះផ្សាជាតិហើយដើម្បីផលប្រយោជន៍ជាតិខ្ញុំសាវរាស៊ីនៅប្រទេសក្រៅរងចាំនៅអ្វីដែលជាអំពើល្អរបស់សម្ដេចនិងគាំទ្រសម្ដេចជានិច្ចបើកែប្រែប្រទេសខ្មែរឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបកត្រឹមត្រូវណាចូលរួមប្រឡូកទាំងអស់គ្នាសម្ដេចអ្នកណាឈ្នះដោយយុត្តិធម៌អ្នកណាចាញ់ដោយរីករាយសម្ដេចនេះអ្វីដែលយើងចង់បាន